តែច្រឡំថានំបងប្អូនអានេះទ្រុងមាន់ស្រួយមិនត្រឹមតែឆ្ងាញ់ទេណាប្រូតេនក៏ខ្ពស់ដែរបងប្អូនតោះមករៀនធ្វើទាំងអស់គ្នាដំបូងយើងយកទ្រុងមាន់ហ្នឹងទៅផ្លាស់សេឲ្យវាកកប្រហែលជា70ទៅ80%បងប្អូនអាហ្នឹងបានងាយស្រួលក្នុងការហាន់ជាចំណិតស្ដើងប្រហែលថ្ងៃនេះអាកាសធាតុផ្លាស់ប្ដូរភ្លៀងអស់ពីភ្លៀងមកឥឡូវឡើងចុះត្រជាក់ភ្លាមលើចឹងធ្វើខ្ញុំផ្ដាសាយសលេងឡើងកងួរបងប្អូនពិបាកស្ដាប់តិចណាថ្ងៃនេះខ្ញុំប្រើទ្រុងមាន់បរិមាណ800ក្រាមម្សៅស៊ុប1ស្លាបព្រាបាយទឹកស្អ៊ីវ2ស្លាបព្រាបាយប្រេងល្ង1ស្លាបព្រាបាយហើយនិងម្រេចម៉ដ្ឋ1ស្លាបព្រាកាហ្វេលាយគ្រឿងឲ្យវាចូលសព្វល្អមកហើយទុកចោលប្រហែលជា10នាទីចាំយកទៅហាលថ្ងៃដែលខ្ញុំហាលនេះវាអត់មានពលឺព្រះអាទិត្យអីក្តៅទេបងប្អូនវាមានតែខ្យល់ធ្លាក់ត្រជាក់តែចេះសំណាងដែរសាច់នឹងវាស្ងួតក្រៀមដែរតាក៏ពិតទៅសាច់មាន់ហាន់ស្ដើងអញ្ចេះបើមានពលឺព្រះអាទិត្យតែ2 3ម៉ោងនឹងក្រៀមស្ងួតអស់ហើយនេះអានេះសាច់ដែលខ្ញុំហាលត្រូវខ្យល់បានមួយថ្ងៃវាក្រៀមល្មមយកឲ្យអាំងបានហើយនេះបងប្អូនសាច់នៅពេលដែលយើងហាន់ស្ដើងយកទៅហាលស្ងួតទៅវាឡើងថ្លាអញ្ចឹងយើងយកសាច់យើងទៅអាំងនៅក្នុងអូវ៉ែនក៏បានឬក៏ air fryer ក៏បានដែរប្រើកម្ដៅ180អង្សារយៈពេល3នាទីនឹងឆ្អិនស្រួយស្ញោកចឹងហ្មងបងប្អូនឆ្ងាញ់ណាស់បងប្អូនអើយញ៉ាំជក់មាត់សាហាវហ្មងញ៉ាំអត់ចង់ឈប់ទេណា